ជំរាបសួរលោកគ្រូស្ដីតអរគ្នាថ្ងៃនេះខ្ញុំធ្វើការបង្ហាញពី comment ខ្លះៗដែលយើងសិក្សាកន្លងមកក្នុងមុខជា Linux ហើយខ្ញុំធ្វើការconnectជាមួយ SX រួចហើយបន្ទាប់មកខ្ញុំប្រើប្រាស់ comment who am I enter មកដើម្បីបញ្ជាក់ថាក្នុងម៉ាស៊ីនហ្នឹងគឺជារបស់ខ្ញុំផ្ទាល់ឈ្មោះថាសម្បត្តិបន្ទាប់មកដែលនៅក្នុង part 1 គឺយើងប្រើប្រាស់ comment ពាក់ព័ន្ធមួយ package management ដែលប្រើ comment sudo app update និង white password របស់ខ្ញុំប្រើប្រាស់ comment ហ្នឹងដើម្បី package នៅក្នុង system របស់ខ្ញុំតបមកខ្ញុំធ្វើការប្រើ comment sudo app upgrade ដកបាយសម្រាប់ comment នេះខ្ញុំធ្វើការដំឡើង version ថ្មីបំផុតសម្រាប់កម្មវិធីដែលមានស្រាប់បន្ទាប់ពីដំឡើងរួចខ្ញុំធ្វើការ check មើលថាតបមកខ្ញុំធ្វើការ run comment sudo app install Nginx ដកវាយដើម្បីធ្វើការដំឡើង web server ឈ្មោះថា Nginxតបដំឡើងរួចខ្ញុំធ្វើការ check មើល data Nginx នឹងកំពុងដំណើរការឬអត់ដោយប្រើ system ctl status Nginx លង comment មួយបាទចឹងយើងឃើញថា Nginx របស់យើងកំពុងតែ running ហើយបន្ទាប់មកខ្ញុំធ្វើការ run comment sudo app remove Nginx.white នៅចុងក្រោយហ្នឹងខ្ញុំធ្វើការលុប Nginx ចេញដោយប្រើ comment remove ហ្នឹងបន្ទាប់ពី comment ហ្នឹង run បាន success ហើយអញ្ចឹងមានន័យថាយើងបាន remove ចេញពី system របស់យើងហើយអញ្ចឹងក្នុង web server យើងបាន remove ក្នុង web server របស់យើងហើយអញ្ចឹងចូលមកដល់ part 2 pipe and redirection អញ្ចឹង part 2 នេះខ្ញុំធ្វើការប្រើ comment ls ដល់ l ដើម្បីបង្ហាញបញ្ជី file និង folder ទាំងអស់ដែលមាននៅក្នុងលើហ្នឹងបន្ទាប់ពីយើងបានឃើញfile និង folder ទាំងអស់ដែលយើងមានហើយខ្ញុំធ្វើការប្រើ comment pipe រួមជាមួយ grep អញ្ចឹងដើម្បី filter បង្ហាញតែ file ណាមួយដែលមានកតុយ .txt ចឹង
ចឹងក៏មិនfile ដែលមានកន្ទុយ .tt របស់យើងក៏បាន show ហើយ so ដើម្បីកន្លែងនេះខ្ញុំធ្វើការឆែកមើលដំណើរការរបស់ process ឈ្មោះថា SX ឬក៏ Nginx ហ្នឹងដែលកំពុងរត់ក្នុង system ហ្នឹងចឹងប្រើ command នឹងបន្ទាប់មកទៅការប្រើប្រាស់ command មួយទៀត ls សញ្ញាធំហើយ output.txt ហ្នឹងដើម្បីធ្វើការបញ្ជូនលទ្ធផលទាំងអស់លទ្ធផល output នៃការបង្ហាញ file ហ្នឹងទៅរក្សាទុកនៅក្នុង file ថ្មីមួយដែលមានឈ្មោះថា output.txt ហ្នឹងបន្ទាប់មកខ្ញុំធ្វើការប្រើប្រាស់ command cat output.txt ដើម្បី show នៅ file ដែលមាននៅក្នុង file output.txt ហ្នឹងចឹងក៏វា show ហើយចឹងសម្រាប់ part 2 យើងមានតែប៉ុណ្ណឹងយើងចូលមកដល់ part 3 ពាក់ព័ន្ធជាមួយនឹង firewall exercise UFW ចឹងដំបូងឡើយខ្ញុំត្រូវការ check firewall status ដោយខ្ញុំចូលទៅកំណត់ firewall ដំបូងខ្ញុំត្រូវ check មើលស្ថានភាពបច្ចុប្បន្នរបស់វាសិនចឹងខ្ញុំប្រើ command sudo UFW statusអញ្ចឹងវាបាន show ឲ្យថាបច្ចុប្បន្នគឺវា inactive គឺតោះមកខ្ញុំប្រើ command sudo UFW enable ដើម្បីធ្វើការបើកដំណើរការ firewall ហ្នឹងបន្ទាប់ពីបើកឲ្យ firewall enable ហើយមកខ្ញុំត្រូវការអនុញ្ញាតឲ្យ port 80អាចឆ្លងកាត់បានសម្រាប់ការប្រើប្រាស់ website បញ្ជាក់ក្នុងនឹង website HTTP ចុងខ្ញុំប្រើ command sudo UFW allow 80/TCPចឹងបន្ទាប់មកខ្ញុំចង់ allow ឲ្យខ្ញុំចង់ធ្វើការបើក permission ឲ្យ SX អាចចូលប្រើប្រាស់បានពីចម្ងាយអញ្ចឹងខ្ញុំប្រើ command sudo UFW allow SX ចឹងចុងក្រោយខ្ញុំធ្វើការ check មើល status ម្ដងទៀតដើម្បីបញ្ជាក់ថា row ដែលខ្ញុំបានដាក់ port 80 និង SX ហ្នឹងវាបានធ្វើការដំណើរការបានត្រឹមត្រូវចឹងខ្ញុំប្រើ command sudo UFW status verbose ចឹងយើងឃើញថា port
គាត់80នឹងយើងអាឡូឲ្យ SX ហ្នឹងវាធ្វើការវាបានដំណើរការវាអាឡូឲ្យផតហ្នឹងដំណើរការមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ